ឡូសួស្តីអ្នកคนនិយមគ្រប់ក្រុមគ្រប់ប៉ាទាំងអស់គ្នាវិលត្រឡប់មកកាន់ការសម្រាយសាច់រឿងរបស់ Admin លីហ៊ួនហើយខានជួប Admin យូររហូតដល់មួយឆ្នាំមួយនេះតើនឹក Admin ដែរឬទេហើយចំពោះរឿងninhធានរបស់យើងផងដែរគឺថា YouTube តាមចាប់ខ្លាំងមែនទែនដូច្នេះហើយ Admin សូមផ្អាកសិនហើយបើនឹក Admin សូមអ្នកទាំងអស់គ្នាជួយសាប់ចំពោះ Channel ថ្មីរបស់ Admin ផងណាហើយកុំភ្លេច Share ទៅកាន់មិត្តភ័ក្តិក៏ដូចជាមនុស្សដែលអ្នកទាំងអស់គ្នាបានស្គាល់ផងណាដើម្បីឲ្យ Channel របស់ Admin នឹងបាន Subscribe ច្រើនហើយតោះកុំឲ្យខាតពេលវេលាយូរតើយើងទៅចូលនៅសាច់រឿងរបស់យើងនឹងតែម្ដងទៅដើមនៃសាច់រឿងរបស់យើងដំបូងយើងក៏បានឃើញនៅបុរសម្នាក់ដែលជាស្ដេចបិសាចហើយយើងក៏បានឃើញនៅមនុស្សម្នាជាច្រើនកំពុងតែកាន់អាវុធត្រៀមនឹងសម្រាប់ទៅកាន់ស្ដេចបិសាចម្នាក់ហ្នឹងហើយយើងក៏បានឃើញហើយថាមនុស្សម្នាជាច្រើនក៏បានស្រែកឡើងថាបិសាចឈូឯងពិតជាអាក្រក់ខ្លាំងមែនទែនក្នុងមួយជីវិតរបស់ឯងសម្រាប់តែមនុស្សហើយអ្នកខ្លះទៀតក៏បានគំរាមទៅកាន់ស្ដេចបិសាចឈូរបស់យើងផងដែរថាពួកយើងនឹងហាយទៅកាន់រូបរាងរបស់ឯងនឹងជាចំណែកដើម្បីសងសឹកទៅកាន់អ្នកដែលបានស្លាប់ហើយពួកយើងពិតជាតាមរកឯងរហូតដល់3ឆ្នាំឯណោះហើយឥឡូវនេះតើឯងអាចគេចទៅណាទៀតទៅហើយខ្ញុំនឹងសងសឹកទៅកាន់សិស្សរបស់ខ្ញុំហើយបើយើងមើលទៅកាន់សភាពរបស់ស្ដេចបិសាចរបស់យើងទៅពិតជាទរន្តរាខ្លាំងមែនទែនសិតតែឈាមពេញមុខពេញមាត់ហើយពេលនោះផងដែរក៏មាននៅនារីម្នាក់ក៏បានស្រែកហៅទៅកាន់ស្ដេចបិសាចឈូរបស់យើងថាស្ដេចបិសាចឈូអ្នកបានធ្លាក់ចូលទៅក្នុងស្ថានភាពបែបនេះហើយតើអ្នកស្ដាយក្រោយដែរឬទេហើយបើយើងមើលទៅកាន់សម្រស់របស់នាងទៅពិតជាគូកែខ្លាំងមែនទែនតែម្ដងហើយបើយើងងាកមកមើលអាស្ដេចបិសាចឈូរបស់យើងវិញគ្រាន់តែឮសម្ដីរបស់នាងភ្លាមគេក៏បានស្រែកយកតែម្ដងដែលស្ដេចបិសាចឈូនឹងគេក៏បានស្រែកឡើងហើយថា ស្ដាយក្រោយមែនទេខ្ញុំឈូសៀវខ្ញុំបានដាំដុះអស់រយៈពេលតិចជាង100ឆ្នាំហើយខ្ញុំបានតស៊ូជាមួយជីវិតរបស់ខ្ញុំដល់ពេលនេះនៅក្នុងចំណោមមិត្តភ័ក្តិរបស់ខ្ញុំគ្មាននរណាដូចខ្ញុំនោះទេដែលអាចដាំដុះអស់រយៈពេលតិចជាង100ឆ្នាំមួយនេះដែលវាពិតជាអស្ចារ្យខ្លាំងណាស់ហើយតើនរណាទៅដែលហ៊ានហៅខ្លួនឯងថាមិនចេះចាញ់ឬក៏ហៅខ្លួនឯងថាមិនចាញ់ហើយចំពោះការសោកស្ដាយរបស់ខ្ញុំគឺមានតែមួយគត់ក្នុងជីវិតរបស់ខ្ញុំវាគឺជាភាពគ្មានមេត្តានៃពេលវេលានឹងឯងហើយគ្រាន់តែលើសម្ដីរបស់ពិសាចឈូសៀវរបស់យើងភ្លាមហ្នឹងពេលនោះផងដែរប្រតិយាយសសម្នាក់ហ្នឹងពិតជាខ្ញាល់ខ្លាំងមែនទែនតែម្ដងហើយនាងក៏បានស្រែកឡើងថាប្រសិនបើជាពួកយើងនឹងដោះលែងឲ្យអ្នករយៈពេល1000ឆ្នាំទៀតនោះពិភពលោកមួយនេះនឹងមិនអាចប្រឆាំងជាមួយនឹងអ្នកបាននោះឡើយហើយបន្ទាប់ពីអស់នៅការអត់ធ្មត់ប្រតិយាយអូនរបស់យើងនាងក៏បានដកនៅដាវរបស់នាងជីងមកនឹងបានស្រែកឡើងហើយថាចាប់តាំងពីអ្នកមិនបានប្រែចិត្តបែបនេះដូច្នេះហើយគុំបន្ទោសពួកយើងដែលសម្លាប់អ្នកចោលហើយអ្នកគ្រប់គ្នាក៏ដូចជាប្រតិយាយអូនរបស់យើងនឹងក៏បានដកនៅដាវក៏ដូចជាបញ្ជាដាវដើម្បីសម្លាប់ទៅកាន់ឈូសៀវរបស់យើងហើយឃើញបែបហ្នឹងភ្លាមឈូសៀវរបស់យើងគេមិនតក់ស្លុតអ្វីឡើយគេក៏បានបញ្ជានៅដៃរបស់គេមើលទៅដូចជាណារ៉ូតូអីចឹងអេដមីននិយាយលេងនោះទេដែលដំបូងហ្នឹងអេដមីនស្មានថាតួអង្គឯរបស់យើងនឹងប្រើនៅរ៉ាស៊ីនកាន់តាមការពិតគេប្រើនៅក្បាច់របស់គេតែប៉ុណ្ណោះឈួយហើយគេក៏បានបញ្ចេញនៅធម្មពលមើលទៅពិតជាខ្មូខ្មាញ់ខ្លាំងយកតែមែនទែនហ្មងហើយគ្រាន់តែឃើញបាននឹងភ្លាមមនុស្សម្នាក៏បានប្រញាប់ដៃប្រញាប់ជើងហើយដើម្បីសម្លាប់ទៅកាន់បិសាចឈូសៀវរបស់យើងកុំឲ្យគាត់នឹងបញ្ចេញនៅក្បាច់តន់ដែលយើងអាចមើលឃើញហើយថាទម្រង់ធម្មពលរបស់អ្នកដែលបានចង់សម្លាប់ទៅកាន់បិសាចឈូសៀវរបស់យើងនឹងពិតជាលយខ្លាំងមែនទែនក៏ដូចជាមានធម្មពលអស្ចារ្យដែលយើងក៏បានឃើញហើយថាទម្រង់ធម្មពលទាំង3ដែលមានដូចជាព្រះយូឡាយព្រះនាងគង់ស្អៀមហើយនិងស្ដេចអសុរានឹងក៏បានវាយកន្ទ្រប់ទៅកាន់តួអង្គឯករបស់យើងហើយបើយើងមើលទៅកាន់ស្ដេចបិសាចឈូសៀវរបស់យើងទៅពិតជាទរន្តរាខ្លាំងមែនទែនតែម្ដងជាមួយនឹងការទប់ទល់របស់ទម្រង់ធម្មពលទាំង3ក៏ប៉ុន្តែប៉ុណ្្នឹងហើយស្ដេចបិសាចឈូសៀវរបស់យើងនឹងគេមិនធ្វើអីនោះទេហើយគេនឹងក៏បានសើចឡើងហើយគេនឹងក៏បាននិយាយឡើងហើយថាការបំបែកដែលមិនអាចបំបែកបានស្របពេលដែលខ្ញុំចង់ខ្លាចដូចជាអធិរាជអមតៈក៏ប៉ុន្តែខ្ញុំមិនអាចធ្វើបាននោះទេហើយបន្តមកស្ដេចបិសាចឈូសៀវដោយអស់ជំរើសគេក៏បានប្រមូលយកនៅធម្មពលទាំងអស់ហ្នឹងក៏បានបំផ្ទុះនៅខ្លួនរបស់គេយ៉ាងខ្ចាត់ខ្ចាយតែម្ដងយើងមើលទៅធម្មពលទៅវាពិតជាអស្ចារ្យខ្លាំងមែនទែនហើយជាចុងក្រោយស្ដេចបិសាចឈូសៀវហ្នឹងក៏បានអតិកវ័នតោបាត់ទៅហើយយើងក៏បានដឹងហើយថាក្រោយភ្លៀងគឺមេឃស្រឡះយើងក៏បានឃើញថាមានតែពពកសក៏ដូចជាកំទីដាវតែប៉ុណ្ណោះក៏ប៉ុន្តែពាក្យសម្ដីចុងក្រោយរបស់ស្ដេចបិសាចឈូគឺគេបាននិយាយថាខ្ញុំចាញ់ហើយយើងក៏បាន
ឃើញហើយថាមនុស្សម្នាជាច្រើនកំពុងតែត្រូវរបួសនឹងហើយដោយសារតែអាស្រ័យពីសាច់ឈូរបស់យើងនឹងគេបានបំផ្ទុះខ្លួនចោលហើយពេលនោះផងដែរតាទាំងអស់ម្នាក់នឹងគេក៏បាននិយាយថាប្រសិនបើស្រ័យពីសាច់ឈូនឹងគេមិនបានវឹកហាត់នៅក្បាច់គុណអារក្សហើយមកធ្វើការវឹកហាត់នៅក្នុងទីក្រុងធានយងឡុងនោះគេនឹងក្លាយទៅជាមនុស្សដ៏ល្បីល្បាញសម្រាប់មនុស្សជាតិជាពងខានក៏ប៉ុន្តែគេបែរជាជ្រើសរើសនៅផ្លូវបិសាចហើយបន្តមកក្រោយពីអស់ភារកិច្ចពួកអ្នករាល់គ្នាក៏បានចាកចេញពីទីនោះហើយក៏បាននិយាយពាក្យចុងក្រោយថាគួរឲ្យអាណិតគាត់ខ្លាំងមែនទែនហើយបើយើងងាកមកទីនេះវិញវាពិតជាស្រស់ស្អាតខ្លាំងមែនទែនដែលវាគឺជាភ្នំថៃស៊ូហើយវាគឺជាទីសក្ការៈដ៏អស្ចារ្យនិងខ្ពង់ខ្ពស់ជាទីបំផុតរបស់មនុស្សជាតិហើយវាក៏មាននៅភ្នំវិញ្ញាណចំនួន10ទៀតផងដែរហើយបើមើលជាមួយនឹងព្រឹត្តិការណ៍វិញម្ចាស់កំពូលភ្នំធានសិងយុនសៀហើយនិងធានជៀនគឺសុទ្ធសឹងតែជាព្រឹត្តិការណ៍ជាន់ខ្ពស់ដែលមាននៅធម្មពលអស្ចារ្យហើយឲ្យមានសំទោផងតាំងកពិតទៅមានកំពូលភ្នំរហូតដល់18ឯណោះហើយជាមួយនឹងម្ចាស់កំពូលភ្នំដទៃទៀតហ្នឹងគឺសុទ្ធសឹងតែជាមនុស្សបរិសុទ្ធហើយអស់រយៈពេល1ខែក្រោយមកក្រោយសម្រាប់បិសាចជូសៀវយើងក៏បានឃើញនៅកំពូលភ្នំយុនសៀហើយយើងក៏បានឃើញនៅពន្លឺដ៏ក្រហមចិនចៅក៏បានហោះចូលទីនោះផងដែរហើយបន្តមកយើងក៏លេខមកកាន់បន្ទប់របស់សិស្សច្បងវិញយើងក៏បានឃើញនៅបរិសម្នាក់ដែលគេពិតជាមុខមាត់នឹងដោយស្ដេចបិសាចជូស៊ីវរបស់យើងខ្លាំងមែនទែនហើយពេលនោះផងដែរគេក៏បាននិយាយថាទីបំផុតខ្ញុំស្ដេចបិសាចជូក៏បានត្រឡប់មកវិញហើយពេលនោះផងដែរស្ដេចបិសាចជូស៊ីវនឹងគេក៏បានងើបមកហើយគេនឹងក៏បាននិយាយហើយថាខ្ញុំជូសៀវខ្ញុំធ្លាប់ជាសិស្សនៃវិទ្យាល័យមុនពេលដែលខ្ញុំនឹងឆ្លងភពមកដល់ទីនេះហើយសម្រាប់ការរស់ឡើងនៅថ្ងៃនេះផងដែរខ្ញុំបានរៀបចំនៅផែនការចំនួន3781ហើយជាមួយនឹងវិធីសាស្ត្ររស់ឡើងវិញចំនួន1201ដោយមាននៅផែនការបែបនេះតើខ្ញុំអាចស្លាប់ដោយរបៀបណាទៅហើយយើងមើលទៅការស្ដាប់ភាសាជូសៀវរបស់យើងទៅគេពិតជាមាននៅផែនការច្រើនខ្លាំងយកទៅពេលតែម្ដងហើយបន្តមកស្ដាយភាសាជូសៀវរបស់យើងនឹងគេក៏បានងើបមកហើយគេនឹងក៏បានភ្ញាក់ផ្អើលខ្លាំងមែនទេនឹងបាននិយាយថាតើនេះគឺជាដែនដីដ៏ពិសិដ្ឋមែនទេមើលទៅខ្ញុំទៅពិតជាមានវាសនានៅទីនេះខ្លាំងមែនទេតែម្ដងហើយអាកំពុងតែឈោសុកសូននឹងស្រាប់តែមានប្រព័ន្ធមួយក៏បានលោតឡើងហើយវានឹងក៏បានស្រែកឡើងហើយថាបានរកឃើញនឹងការរស់ឡើងវិញនៃម្ចាស់ផ្ទះដូច្នេះហើយប្រព័ន្ធក៏បានកើតឡើងហើយអា system ឬក៏ប្រព័ន្ធមួយហ្នឹងវាចង់ឲ្យតួថ្ងៃរបស់យើងដែលជាបិសាចឈូស៊ីវនឹងក្លាយទៅជាមនុស្សអាក្រក់ម្ដងទៀតក៏ប៉ុន្តែវាក៏បាននិយាយផងដែរថាដោយសារតែលោកម្ចាស់ហ្នឹងបានស្លាប់ក៏ដូចជាបានរស់ឡើងវិញហើយកម្រិតវឹកហាត់របស់លោកម្ចាស់ហ្នឹងនៅកម្រិតទាបដូច្នេះហើយលោកម្ចាស់ត្រូវធ្វើជាមនុស្សល្អសិនមុននឹងវឹកហាត់ឲ្យខ្លាំងដើម្បីក្លាយទៅជាមនុស្សអាក្រក់វិញហើយមើលអា system មួយហ្នឹងពិតជាលបខ្លាំងមែនទែនតែម្ដងហើយគ្រាន់តែលើបាននឹងព្រាមស្ដេចបិសាចឈូសៀវរបស់យើងនឹងគេក៏បានកើតហើយថាកាលពីជាតិមុននឹងខ្ញុំបានវឹកហាត់នៅកម្លាំងអាក្រក់ហើយក៏បានធ្វើការសម្លាប់មនុស្សនឹងជាច្រើនអ្នកហើយក៏បានធ្វើឲ្យមនុស្សជាច្រើននៅក្នុងពិភពលោកនឹងស្អប់មកកាន់ខ្ញុំខ្លាំងមែនទែនដូច្នេះជាតិមួយនេះផងដែរខ្ញុំនឹងសម្រាប់ធ្វើអាក្រក់សិនហើយខ្ញុំនឹងធ្វើខ្លួនទៅជាមនុស្សល្អសិនហើយបើយើងមើលទៅកាន់ទឹកមុខរបស់បិសាចឈូសៀវរបស់យើងទៅគេក៏បានសើចហើយគេសើចទៅដូចជារោគចិត្តខ្លាំងមែនទែនតែម្ដងហើយបើយើងមើលទៅកាន់ការសម័យរបស់គេទៅពិតជារោគចិត្តមែនទែនតែម្ដងដែល admin នឹងពិតជាមិនអាចនឹកស្មានដល់តែទូប្រុសរបស់យើងនឹងពិតជារោគចិត្តហើយជូសៀវនឹងគេក៏បាននិយាយទៅកាន់ system របស់គេផងដែរថាខ្ញុំនឹងជ្រើសរើសធ្វើជាមនុស្សអាក្រក់អាកំបាំងអាហ្នឹងចឹងមានន័យថាគេធ្វើជាមនុស្សល្អនឹងនៅខាងក្រៅហើយអាក្រក់នឹងនៅខាងក្នុងចឹងហើយពេលនោះផងដែរ system វាក៏បានលោតមកផងដែរថាកំពុងតែផ្ទុកទាំងស្រុងហើយបន្តមកស្ដាយភាសាឈូសៀវរបស់យើងនឹងគេក៏បាននិយាយទៅកាន់ system របស់គេថា system ខ្ញុំចង់មើលប្រវត្តិរូបរបស់ខ្ញុំហើយគេក៏បានគិតផងដែរថាចាំមើលទៅថាខ្ញុំនឹងបានចូលទៅកាន់រាងកាយរបស់អ្នកណាទៅហើយពេលនោះផងដែរ system វាក៏បានបញ្ចេញនៅប្រវត្តិរូបរបស់រាងកាយមួយនឹងចេញមកដែលគេមានឈ្មោះថាឈូសៀវដែលវាពិតជាដូចទៅកាន់ឈូសៀវរបស់យើងខ្លាំងមែនទែនឈ្មោះហ្នឹងហើយគេគឺជាសិស្សច្បងនៃកំពូលភ្នំយុនសៀហើយគឺជាមនុស្សដែលអន់ខ្លាំងមែនទែនការដាំដុះគឺគ្មានតែម្ដងដែលមើលទៅកាន់គេទៅដូចជាស្រមោចអញ្ចឹងហើយគ្រាន់តែឃើញនៅប្រវត្តិរូបរបស់ខ្លួនឯងភ្លាមស្ដេចបិសាចឈូសៀវរបស់យើងគេក៏បានលោហើយគេនឹងក៏បាននិយាយថាខ្ញុំពិតជាអន់ជាងមន់ទៅទៀតអញ្ចឹងដែលយើងមើលទៅកាន់ទឹកមុខរបស់ឈូសៀវទៅវាពិតជាកាំងយកតែមែនទែនតែម្ដងហើយគេក៏បានគិតផងដែរថាតើបរិសម្នាក់នេះនឹងបានធ្វើអ្វីខ្លះមុនពេលដែលខ្ញុំបានចូលមកកាន់រាងកាយមួយនេះហើយពេលនោះផងដែរការចងចាំនៃរូបរាងកាយមួយនេះ
ហ្នឹងក៏បានបង្ហាញឲ្យឃើញថាឈូស៊ីវដែលជារូបរាងកាយហ្នឹងបានធ្វើការឆ្លោះគ្នាជាមួយនឹងសិស្សនៃកំពូលភ្នំធានជៀនហើយក៏ត្រូវបានគេនឹងវាយយ៉ាងដំណំក៏ដូចជាជន់ទៅលើក្បាលរបស់គេយ៉ាងអាម៉ាស់ជាទីបំផុតតែម្ដងហើយគ្រាន់តែឃើញបែបនឹងភ្លាមស្ដេចបិសាចឈូស៊ីវរបស់យើងនឹងគេក៏បានងងឹតមុខខ្លាំងមែនទែនតែម្ដងហើយគេនឹងក៏បាននិយាយថាបុរសម្នាក់នេះពិតជាកំសត់ខ្លាំងមែនទែនគួរឲ្យអាណិតខ្លាំងណាស់ហើយពេលនោះផងដែរស្ដេចបិសាចឈូស៊ីវគេក៏បានអង្គុយឡើងក៏ដូចជាស្រូបយកនៅធម៌ពលព្រមទាំងបាននិយាយផងដែរថាដោយសារតែខ្ញុំបានគ្រប់គ្រងនៅរាងកាយមួយនេះដូច្នេះហើយទុកឲ្យខ្ញុំជាអ្នកសងសឹកឲ្យឯងឥឡូវនេះខ្ញុំនឹងបង្កើតនៅរាងកាយមួយឲ្យរឹងមាំជាមុនសិនហើយក្រោយពេលដាក់គូតអង្គុយក៏ដូចជាបំបោយកនៅធម្មពលអស់រយៈពេល1ម៉ោងក្រោយមកហ្នឹងជូស៊ីវរបស់យើងហ្នឹងគេក៏បានញញឹមបន្តិចហើយគេក៏បានកាំងផងដែរហើយគេនឹងក៏បានគិតថារូបរាងកាយមួយនេះវាពិតជាគ្មានប្រយោជន៍ខ្លាំងមែនទែនតែម្ដងហើយវាគ្មានទេពកោសល្យអីសោះមានតែរបួសជាប់ខ្លួនក៏ប៉ុន្តែជូស៊ីវគេមិនថ្មីនោះទេគេក៏បានសើចយ៉ាងគួរឲ្យរោគចិត្តនឹងបានសើចឡើងផងដែរនឹងបាននិយាយផងដែរថាក៏ប៉ុន្តែជាសំណាងល្អខ្ញុំបានរៀបចំផែនការរួចហើយបើយើងងាកមកមើលនៅទេសភាពខាងក្រៅនៃកំពូលភ្នំយន្តសៀវិញវាពិតជាស្រស់ស្អាតខ្លាំងមែនទែនតែម្ដងក៏ប៉ុន្តែយើងក៏បានលើនៅមនុស្សម្នាជាច្រើនហ្នឹងក៏បាននិយាយវែងញ៉ៃអំពីស្ដេចបិសាចជូស៊ីវរបស់យើងហ្នឹងឯងដែលអ្នកខ្លះហ្នឹងក៏គិតអញ្ចេះអ្នកខ្លះក៏គិតអញ្ចោះគិតថាជូស៊ីវរបស់យើងហ្នឹងបើជាមនុស្សអាក្រក់គួរតែស្លាប់ចឹងណាហើយពេលនោះផងដែរយើងក៏បានឃើញនៅបិសាចជូស៊ីវរបស់យើងគេក៏បានលួចមើលទៅកាន់អ្នកទាំងអស់គ្នាផងដែរហើយគេហ្នឹងក៏បានកើតថាអ្នកទាំងអស់គ្នាប្រហែលជាមិនដឹងនោះទេថាខ្ញុំហ្នឹងមិនទាន់ស្លាប់ថែមទាំងខ្ញុំបានរស់នៅជាមួយនឹងអ្នកទាំងអស់គ្នាទៀតហើយមិនអីនោះទេប្រសិនជាខ្ញុំនឹងមិនអាចឈ្នះដូច្នេះខ្ញុំនឹងរស់នៅជាមួយនឹងអ្នកខ្ញុំពិតជាឆ្លាតខ្លាំងមែនទែនហើយពេលនោះផងដែរក្រោយពីកើតរួចជូស៊ីវគេក៏បានដើរចេញមកហើយគេនឹងក៏បានធ្វើជាក្អកបន្តិចណាហើយសិស្សគ្រប់គ្នាក៏បានឃើញសកម្មជូស៊ីវនឹងបាននិយាយថាសិស្សច្បងជូស៊ីវហើយពេលនោះផងដែរមនុស្សម្នាទាំងអស់ហ្នឹងក៏បានមកគោរពទៅកាន់ជូស៊ីវរបស់យើងនឹងបាននិយាយផងដែរថាតើរបស់សិស្សច្បងនឹងបានជាសះស្បើយហើយឬនៅហើយជូស៊ីវគេក៏បានឆ្លើយថាឥឡូវនេះវាជាហើយបន្តមកជូស៊ីវគេក៏បានដើរចាកចេញពីទីនោះឡើងទៅលើកំពូលភ្នំអញ្ចឹងណាហើយបន្តពីឈូស៊ីវដើរចេញហ្នឹងពេលនោះផងដែរមនុស្សម្នាជាច្រើនហ្នឹងក៏បាននិយាយវែងញ៉ៃផងដែរថាមើលទៅកាន់សិស្សច្បងជូស៊ីវរបស់យើងទៅពិតជាមានឈ្មោះដូចទៅកាន់ស្ដេចបិសាចឈូខ្លាំងមែនទែនតែម្ដងហើយអ្នកខ្លះទៀតហ្នឹងក៏បាននិយាយផងដែរថាតើសិស្សច្បងឈូរបស់យើងពិតជាមាននៅទំនាក់ទំនងបន្តិចបន្តួចជាមួយនឹងស្ដេចបិសាចឈូស៊ីវដែរឬទេក៏ប៉ុន្តែមនុស្សម្នាក់ទៀតហ្នឹងគេក៏បាននិយាយកាន់ជើងទៅកាន់ជូស៊ីវរបស់យើងថាអ្នកទាំងអស់គ្នាកុំគិតច្រើនពេកអីបើសិនបើជាគាត់ជាបិសាចឈូស៊ីវមេនឹងតើការដាំដុះរបស់គាត់ដែលបំផ្លាញអញ្ចឹងមែនហើយកម្មវិធីនេះវិញវាជាខ្លងទ្វារនៃបាក់នៃកំពូលភ្នំយន្តសៀហ្នឹងឯងហើយពេលនោះផងដែរជូស៊ីវរបស់យើងនឹងគេក៏បានស្រែកហើយគេនឹងក៏បាននិយាយផងដែរថាអ្នកគ្រូសិស្សរបស់អ្នកគ្រូចង់ជួបហើយជូស៊ីវរបស់យើងគេក៏បានបើកទ្វារចូលមកហើយយើងមើលទៅកាន់ទេសភាពទៅវាពិតជាស្រស់ស្អាតខ្លាំងមែនទែននៅក្នុងសំណាក់មួយហ្នឹងហើយគ្រាន់តែឃើញនៅឈូស៊ីវភ្លាមពេលនោះផងដែរអ្នកគ្រូរបស់ឈូស៊ីវក៏បាននិយាយផងដែរឈូស៊ីវមែនទេ10ថ្ងៃមុនឯងបានឆ្លោះគ្នាជាមួយនឹងសិស្សនៃកំពូលភ្នំធានជៀនហើយអ្នកបានរងរបួសឥឡូវនេះអ្នកបានមកជួបខ្ញុំហើយតើអ្នកមកទីនេះចង់ឲ្យខ្ញុំជួយអ្នកនៅក្នុងការដាំដុះរបស់អ្នកមែនទេហើយយើងមើលទៅកាន់ប្រតិយាយអូនរបស់យើងទៅឬក៏អ្នកគ្រូរបស់ឈូស៊ីវហ្នឹងគឺជាអ្នកដែលបានសម្លាប់ទៅកាន់ស្ដេចបិសាចឈូស៊ីវហ្នឹងឯងហើយយើងមើលទៅកាន់សម្រស់របស់នាងទៅវាពិតជាគូកែជាងដើមវីដេអូទៅទៀតមើលទៅកាន់ភ្នំរបស់នាងទៅវាពិតជាធំខ្លាំងមែនទែនតែម្ដងហើយពេលនោះផងដែរស្ដេចបិសាចឈូស៊ីវរបស់យើងគេក៏បានអោនគោរពទៅកាន់អ្នកគ្រូរបស់គេនឹងបាននិយាយថាសូមគោរពអ្នកគ្រូហើយពេលនោះផងដែរអ្នកគ្រូអូនរបស់យើងនឹងនាងក៏បាននិយាយទាំងរំភើយទៅកាន់ឈូស៊ីវរបស់យើងផងដែរថាកម្រិតទេពកោសល្យរបស់អ្នកពិតជាទាបខ្លាំងមែនទែនក៏ប៉ុន្តែអ្នកពិតជាចូលចិត្តនៅក្នុងការប្រយុទ្ធដូច្នេះហើយសមមុខនឹងអ្នកហើយដែលបានបំផ្លាញនៅការដាំដុះរបស់អ្នកហើយខ្ញុំពិតជាមិនអាចជួយអ្នកបានទេចាចេញទៅហើយគ្រាន់តែលើបែបហ្នឹងជូស៊ីវគេក៏បានស្រែកឡើងហើយថាអ្នកគ្រូតើអ្នកមិនឆ្ងល់ទេមែនទេតើហេតុអ្វីបានជាកម្រិតវឹកហាត់របស់ខ្ញុំនឹងទាបបែបនេះតើអ្នកដឹងដែរទេអ្នកបានផ្ដល់នូវធនធានទាំងអស់ទៅកាន់សិស្សច្បងក៏ដូចជាសិស្សប្អូនរបស់ខ្ញុំក៏ប៉ុន្តែអ្នកមិនបានឲ្យខ្ញុំនោះទេ
បែបនេះហើយតើខ្ញុំអាចខ្លាចទៅជាមនុស្សដែលរឹងមាំក៏ដូចជាមានធម៌ពលខ្លាំងក្លាដោយរបៀបណាទៅប្រសិនជាគ្មាននៅធនធានបែបនេះហើយគ្រាន់តែលើបាននឹងភ្លាមអ្នកគ្រូអូនរបស់យើងនាងពិតជាខ្ញាល់ខ្លាំងមែនទែនតែម្ដងហើយនាងក៏បានគោះតុកប៉ាំងហើយនាងនឹងក៏បាននិយាយថាតែកសលរបស់អ្នកនឹងពិតជាទាបខ្លាំងមែនទែនហើយអ្នកក៏ជាមនុស្សដែលខ្ជិលនៅក្នុងការដាំដុះផងដែរក៏ប៉ុន្តែអ្នកបែរជាមកបន្តមកខ្ញុំវិញខ្ញុំពិតជាអស់សំណើចទៅកាន់អ្នកខ្លាំងមែនទែនតែម្ដងហើយគ្រាន់តែលើបាននឹងភ្លាមពេលនោះផងដែរជូសៀវគេពិតជាអស់សំណើចខ្លាំងមែនទែនហើយគេនឹងក៏បាននិយាយថាហេតុផលដែលអ្នកមិនអោយនៅធនធានរបស់ខ្ញុំនឹងមកកាន់ខ្ញុំនឹងគឺមិនមែនដោយសារតែខ្ញុំមានឈ្មោះដូចបិសាចឈូសៀវទេមែនទេអ្នកបានដាក់កំហឹងរបស់អ្នកទាំងអស់មកកាន់ខ្ញុំដែលខ្ញុំមិនបានដឹងអ្វីសោះតើវាមិនពិតជាគួរឲ្យអស់សំណើចទេហើយគ្រាន់តែលើបាននឹងភ្លាមអ្នកគ្រូអូនរបស់យើងនាងពិតជាកម្ៅមុខទៅកាន់ទួងឯរបស់យើងខ្លាំងមែនទេដែលគេពិតជាមនុស្សដែលឌឺហើយបន្តមកនាងក៏បានហោះចេញហើយនាងនឹងក៏បាននិយាយទៅកាន់ឈូសៀវរបស់យើងថាខ្ញុំមិនដែលដាក់កំហឹងរបស់ខ្ញុំទៅកាន់អ្នកនោះទេហើយអ្នកនៅទីនេះសិនហើយខ្ញុំទៅយកថ្នាំព្យាបាលឲ្យអ្នកហើយអ្នកត្រូវតែបន្តនៅក្នុងការដាំដុះរបស់អ្នកឲ្យខានតែបានផងដែរជ្រូសៀវរបស់យើងគេក៏បានសើចបន្តិចនិងបាននិយាយផងដែរថាទេតែអ្នកអាចជួយខ្ញុំឥឡូវនេះបានហើយគ្រាន់តែលើបែបនឹងភ្លាមអ្នកគ្រូអូនរបស់យើងនាងក៏បានចុះហើយនាងនឹងក៏បានសួរមកកាន់ជ្រូសៀវរបស់យើងថាតើអ្នកចង់មានន័យដូចម្ដេចពេលនោះផងដែរជ្រូសៀវគេក៏បាននិយាយផងដែរថាខ្ញុំបានលើផងដែរថាអ្នកគ្រូពិតជាមាននៅរាងកាយដ៏បរិសុទ្ធហើយឈូសៀវគេក៏បានដើរទៅជិតអ្នកគ្រូក៏ដូចជាបេះនឹងប៉ះអីចឹងណាហើយគេនឹងក៏បាននិយាយទាំងព្រាននារីផងដែរថាប្រសិនបើជាខ្ញុំបានវឹកហាត់ជាមួយនឹងអ្នកគ្រូមិនត្រឹមតែរបួសខ្ញុំបានជានោះទេកុសលនៅក្នុងការវឹកហាត់របស់ខ្ញុំក៏កើនឡើងផងដែរគ្រាន់តែលើបាននឹងនាងក៏បាននិយាយផងដែរថាតើអ្នកបាននិយាយអ្វីហើយពេលនោះផងដែរឈូសៀវគេក៏បានអោនទៅកាន់ទ្រូងរបស់នាងហើយគេនឹងក៏បាននិយាយថាអ្នកគ្រូសូមអ្នកគ្រូវឹកហាត់ជាមួយនឹងខ្ញុំមកហើយក៏បានធ្វើឲ្យអ្នកគ្រូពិតជាអៀនខ្លាំងមែនទេមើលទៅកាន់មុខរបស់នាងទៅពិតជាក្រហមហើយពេលនោះផងដែរនាងក៏បានយកដៃរបស់នាងរៀបនឹងផ្ទះទៅកាន់ជូសៀវនិងបាននិយាយផងដែរថាយីអាសើកំហូចតើអ្នកចង់បំផ្លាញខ្ញុំមែនទេហើយពេលនោះផងដែរនាងក៏បានដកនៅដាវរបស់នាងជីងមកទាំងកំហឹងហើយនាងនឹងក៏បាននិយាយទៅកាន់ឈូសៀវថាឥឡូវនេះខ្ញុំនឹងកាន់នៅសរសៃពួររបស់អ្នកចេញហើយខ្ញុំនឹងបណ្ដេញអ្នកចេញពីកំពូលភ្នំរបស់ខ្ញុំក៏ប៉ុន្តែពេលនោះផងដែរឈូសៀវគេក៏បានដកនៅដៃរបស់គេចេញមកក៏ដូចជាបញ្ចេញនៅធម៌ពលបិសាចរបស់គេចេញហើយនឹងបានសាយបន្តិចហើយធម៌ពលមួយនឹងផងដែរក៏បានបំផ្លាញទៅកាន់ធម៌ពលរបស់អ្នកគ្រូអូនហើយវាក៏បានដាក់កម្រិតទៅកាន់អ្នកគ្រូអូនផងដែរដែលមិនអាចឲ្យនាងនឹងបញ្ចេញនៅធម៌ពលតទៀតជាមួយនឹងគេហើយវាក៏បានធ្វើឲ្យអ្នកគ្រូអូនរបស់យើងនឹងដេកស្អាតហើយនាងក៏បានគិតផងដែរថាតើរឿងមួយនេះអាចកើតឡើងដូចម្ដេចទៅហើយហេតុអ្វីបានជាខ្ញុំមិនអាចបញ្ចេញនៅធម៌ពលដ៏បរិសុទ្ធរបស់ខ្ញុំចេញមកបានហើយពេលនោះផងដែរជ្រូសៀវរបស់យើងគេក៏បានដើរចូលមកចិត្តទាំងទឹកមុខគួរឲ្យរោគចិត្តហើយគេនឹងក៏បាននិយាយថាអ្នកគ្រូសូមជួយខ្ញុំផងហើយគ្រាន់តែឃើញបាននឹងភ្លាមអ្នកគ្រូអូននាងក៏បានបើកភ្នែកធំហើយនាងក៏បាននិយាយផងដែរថាសិស្សក្បត់ជាតិតើអ្នកចង់ធ្វើអ្វីជាមួយនឹងអ្នកគ្រូរបស់អ្នកហើយគេក៏បានយកដៃរបស់គេមើលទៅដៃរបស់គេទៅដូចជាចង់ចាប់អើយអាដែកអ្នកភ្នំទាំងពីរអញ្ចឹងណាមើលទៅកាងគេទៅវាពិតជាគួរឲ្យរកចិត្តខ្លាំងមែនទែនហើយមិនដឹងថាឈូសៀរបស់យើងអាចអើយអាដែងអ្នកគ្រូបានសម្រេចផងអត់នោះពេលនេះសាច់រឿងរបស់យើងក៏បានបញ្ចប់តែត្រឹមនឹងសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ Admin សូមអ្នកទាំងអស់គ្នាជួយចុច Subscribe Like និង Comment ឲ្យ Admin ឲ្យបានច្រើនផងណា